កងទ័ពជើងទឹកកម្ពុជាបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាយោធាកងទ័ពជើងទឹកពិភពលោកលើកទី54នៅខេត្តហូប៉ៃសាធារណរដ្ឋប្រជាមានិតចិនក្រុមកីឡាករកីឡាការិនីកងទ័ពជើងទឹកនៃកងយុទ្ធពលខេមរៈភូមិន្ទកម្ពុជាដែលដឹកនាំដោយឧត្តមនាវីតូចៃស៊ីជឿនបានវិលត្រឡប់មកដល់ប្រទេសកំណើតវិញហើយដោយសុវត្ថិភាពក្រោយបញ្ចប់បេសកកម្មចូលរួមនៅក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាយោធាជើងទឹកពិភពលោកលើកទី54ដែលប្រព្រឹត្តទៅរយៈពេលជាង10ថ្ងៃនៅខេត្តហូប៉ៃសាធារណរដ្ឋប្រជាមានិតចិនបេសកកម្មចូលរួមតំណាងជាតិក្រុងកម្ពុជាបានចេញដំណើរកាលពីថ្ងៃទី17ខែតុលានិងត្រឡប់មកវិញនារីត្រីថ្ងៃទី25ឈានចូលថ្ងៃទី26ខែតុលាឆ្នាំ2025តាមច្រកអាកាសព្រលានយន្តហោះអន្តរជាតិតេជោឧត្តមនាវីតូចាយស៊ីជឿនបានរំលេចថាព្រឹត្តិការណ៍កីឡាយោធាកងទ័ពជើងទឹកពិភពលោកលើកទី54ដែលរៀបចំដោយប្រទេសចិននេះមានប្រទេសចូលរួមសរុបចំនួន9ដោយប្រកួតលើប្រភេទកីឡាដូចជាបុរសរត់ប្រដាប់អាវុធនារីរត់អត់អាវុធនិងបាញ់កាំភ្លើងឧត្តមនាវីតូខាងលើនេះបានគូបញ្ជាក់ថាក្នុងចំណោមប្រទេសអាស៊ានទាំង11ប្រទេសគឺមានតែកម្ពុជាមួយប៉ុណ្ណោះដែលចូលរួមការប្រកួតខណៈប្រទេសមីយ៉ាន់ម៉ាចូលរួមនៅក្នុងនាមជាអ្នកសង្កេតការណ៍ហើយសម្រាប់ការប្រកួតប្រជែងវិញគឺកម្រិតខ្ពស់ព្រោះភាគច្រើនជាប្រទេសមានសមត្ថភាពខ្លាំងនៅក្នុងតំបន់អាស៊ីសម្រាប់បេសកកម្មចូលរួមលើកដំបូងនៅក្នុងព្រឹត្តិការណ៍កីឡាយោធាកងទ័ពជើងទឹកពិភពលោកនេះទោះជាអត្តពលិកកម្ពុជាមិនទាន់អាចទទួលបានមេដាយដោយគោលដៅរំពឹងទុកនៅឡើយក្តីប៉ុន្តែក្រុមអត្តពលិកកម្ពុជាបានបង្ហាញអំពីភាពថ្លៃថ្នូរវិន័យនិងអត្តចរិតល្អប្រពៃនៅក្នុងនាមជាប្រជាជាតិកម្ពុជាដែលធ្វើឲ្យកម្ពុជាទទួលបានពានកិត្តិយសនៅក្នុងក្រុមលេងដោយយុត្តិធម៌ Fair Play ពីនេះត្រូវបានផ្ដល់ឲ្យតែ2ប្រទេសប៉ុណ្ណោះនៅក្នុងចំណោមប្រទេសចូលរួមទាំង9គឺកម្ពុជានិងប្រទេសមួយទៀតមកពីទ្វីបអាហ្វ្រិកឧត្តមនាវីតូចៃស៊ីជឿនបានបញ្ជាក់ទៀតថាការចូលរួមជាលើកដំបូងនេះបានផ្ដល់បទពិសោធន៍សម្បូរបែបដល់អត្តពលិកកម្ពុជានៅក្នុងការសិក្សានិងបង្កើតចំណេះដឹងថ្មីៗដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតអន្តរជាតិធំៗបន្ថែមទៀតការចូលរួមដំបូងនេះអាចមានភាពខ្វះចន្លោះខ្លះៗនៅក្នុងការរៀបចំក្រុមប៉ុន្តែជំហានដ៏សំខាន់នៅក្នុងការបើកផ្លូវអភិវឌ្ឍកីឡាកងទ័ពជើងទឹកនៃកងយុទ្ធពលខេមរៈភូមិន្ទរបស់កម្ពុជាឲ្យមានភាពរីកចម្រើន